ជំរាបសួរបងបាទជំរាបសួរបាទបងតើបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះយ៉ាងសុកជាបងរស់នៅណាដែរបងខ្ញុំរស់នៅភូមិភ្នំកពើឃុំព្រៃរំដេកស្រុកគិរីវង្សខេត្តតាកែវបាទបងចង់ដឹងថាចេះពីមុនមកបងមិនទាន់បានប្រើផលិតផលណាកូស៊ីហ្នឹងតើបងមានបញ្ហាសុខភាពអីខ្លះដែរបងខ្ញុំមានបញ្ហាដូចជាដុសសាច់ច្រមុះរាងក្អកតិចលមាស់កណែនបំពង់កខ្ញុំវាធ្វើទុកច្រមុះខ្លាំងហៀសបោយប់ឡើងសម្រានអត់លក់ទេតែតឹងទ្រូងផាប់ទៅហើមហើយនឹងលមាស់ភ្នែកក្រហមភ្នែកពេលព្រឹកឡើងក្រហមភ្នែកច្រវាំងភ្នែកមើលអីអត់សុខច្បាស់ទេបាទបងប្រើថ្នាំហ្នឹងបងប្រើផលិតផលហ្នឹងប្រហែលថ្ងៃអស់ប្រហែលគ្រាប់ដឹងពីប្រសិទ្ធភាពហ៎បងខ្ញុំប្រើអស់ប្រហែលជាមួយអាទិត្យរៀងប្លែកពីមុនសម្រានអីបានសម្រានបានច្រើនពេលចិត្តភ្លឺអីអត់ដែលភ្ញាក់ទេពីមុនដល់ពេលចិត្តភ្លឺគឺភ្ញាក់ហើយហ្នឹងបងឈឺរយៈពេលប្រហែលហើយសុខភាពបងហ្នឹងណាឈឺប្រហែលរយៈពេល 4-5 ឆ្នាំអូយូរហើយដែរបង 4-5 ឆ្នាំហើយចឹងបងហើយបងសប្តាហ៍ថ្ងៃបងប្រើផលិតផលណាកូស៊ីហ្នឹងបងប្រើអស់ប្រហែលកំប៉ុងហើយបងខ្ញុំទៅចាប់ផ្ដើមប្រើអស់មួយកំប៉ុងទេតែខ្ញុំធូរបានច្រើនអូបាទបងអញ្ចឹងបងឈឺ 4-5 ឆ្នាំហើយបងប្រើអស់តែមួយកំប៉ុងគឺបងបានជាបានច្រើនអញ្ចឹងហ៎បងបាទបងជាហ្នឹងជាទៅលើបញ្ហាអីខ្លះដែរបងជួយបញ្ជាក់បន្ថែមតិចបានទេបងហូបអស់មួយកំប៉ុងហ្នឹងខ្ញុំជាដូចជាដុសសាច់ច្រមុះវាពីមុនមើលឆ្លុះកញ្ចក់ទៅមើលឃើញតែឥឡូវវារួញទៅវិញហើយអូរួញអស់ហើយអញ្ចឹងបងបាទហើយនឹងលមាស់កពេលយប់ឡើងចេះតែក្អកហ្នឹងក៏បាត់ដែរភ្នែកវាឡើងក្រហមច្រវាំងភ្នែកហ្នឹងក៏វាបាត់ដែរវាធ្លាប់ពីមុនបើកឡានអីអញ្ចឹងផ្លូវឆ្ងាយអីច្រវាំងភ្នែកតែឥឡូវអត់ដូចមុនទេបាត់ហើយបាទឥឡូវបងជាអស់ហើយអញ្ចឹងបងបាទថប់ទៅហើមហ្នឹងក៏លែងថប់ដែរគេងលក់ស្រួលអត់ដូចមុនទេពីមុនគេងភ្ញាក់តែឥឡូវគេងលក់ស្រួលប្រើកំប៉ុងដំបងបានជាច្រើនបាទហើយពីមុនមកបងធ្លាប់ប្រើផលិតផលអីផ្សេងពីហ្នឹងទេបងអត់ធ្លាប់ផងបាទបងអត់ធ្លាប់ប្រើទេអញ្ចឹងបងទឹមប្រើនៅផលិតផលណាកូស៊ីនេះអញ្ចឹងបាទទឹមប្រើផលិតផលណាកូស៊ីជាហើយបងជាច្រើនអរគុណក្រុមហ៊ុនណាកូស៊ីដែលបានផលិតផលណាកូស៊ីប្រើទៅល្អប្រើបាទអញ្ចឹងបងជឿជាក់លើផលិតផលហ្នឹងហ៎បងបាទជឿជាក់ណាបងអរគុណច្រើនចឹងបងជាចុងក្រោយបងមានពាក្យពេចន៍អីផ្ដាំទៅពុកម៉ែបងប្អូនដែលមិនទាន់បានប្រើនៅផលិតផលណាកូស៊ីនេះប្រើដូចបងដែរបានជាដូចបងដែរចឹងហ៎បងបាទបើបងប្អូនមានអាការៈដូចខ្ញុំរៀបរាប់ខាងលើនេះសូមមកប្រើណាកូស៊ីនេះចោះមិនខុសបំណងទេព្រោះអីខ្ញុំធ្លាប់ប្រើខ្ញុំធូរច្រើនមិនដូចពីមុនដែលអត់ទាន់បានប្រើថ្នាំនេះខ្ញុំពិបាកក្នុងខ្លួនថប់ទៅហើមតែឥឡូវអត់ទេជាច្រើនហើយច្រមុះអីពីមុនពេលមានមេឃភ្លៀងមេឃអីចឹងគឺតាំងច្រមុះដកទៅហើមអត់រួចទេតែឥឡូវបាត់ហើយឥឡូវបាត់អស់ហើយបាទចឹងអរគុណច្រើនបងជំរាបលាបងមានការចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនបាទអរគុណបង